សូមជូនរឿងអាចកំបាំងនៃប្រាសាទប្រែរូបព្រះអាទិត្យរះឡើងពីមេឃខាងកើតប្រាសាទប្រែរូបក៏ភ្លឺចែងចាំងយ៉ាងស្រស់ស្អាតប្រាសាទនេះឈរយ៉ាងមាំមួនអស់រយៈពេលរាប់រយឆ្នាំដើម្បីប្រាប់រឿងរ៉ាវពីអតីតកាលដ៏អស្ចារ្យរបស់ខ្មែរតារានិងស្រីនាងមកដល់ប្រាសាទប្រែរូបជាលើកដំបូងពួកគេមើលទៅជុំវិញដោយភ្នែកភ្លឺថ្លាពោពេញដោយការចង់ដឹងតារាប្រាសាទនេះធំណាស់វាសាងសង់ពីពេលណាខណៈពេលពួកគេកំពុងស្តាក់ស្ទើរលោកតាវ៉ាន់បានមកជិតហើយញញឹមយ៉ាងសប្បាយគាត់ជាមនុស្សចាស់ដែលដឹងរឿងរ៉ាវអំពីប្រាសាទនេះយ៉ាងច្រើនលោកតាវ៉ាន់កូនចង់ដឹងអំពីប្រវត្តិប្រាសាទប្រែរូបមែនទេលោកតាវ៉ាន់បានចាប់ផ្ដើមប្រាប់ថាប្រាសាទប្រែរូបត្រូវបានសាងសង់នៅសតវត្សទី10ដោយព្រះបាទរាជេន្ទ្រវម័នទី2ព្រះអង្គមានចក្ខុវិស័យធំធេងក្នុងការកសាងប្រាសាទដ៏អស្ចារ្យនេះព្រះអង្គចង់ឲ្យប្រាសាទនេះក្លាយជាកន្លែងបរិសុទ្ធសម្រាប់ជាតិខ្មែរក្មេងៗបានស្ដាប់អំពីការសាងសង់ដែលមិនប្រែស៊ីម៉ង់ទេប៉ុន្តែប្រើប្រាស់ជំនាញនិងភាពអត់ធ្មត់របស់មនុស្សបុរាណស្រីនាងពួកគេសាងសង់ដោយដៃទាំងអស់មែនទេប្រាសាទប្រែរូបត្រូវបានសាងសង់ពីឥដ្ឋក្រហមនិងថ្មឡាតេវីតដែលធន់នឹងពេលវេលាយូរអង្វែងប្រាសាទមាន5កំពូលដែលតំណាងឲ្យភ្នំមេរូជាគន្លងរវាងមនុស្សនិងទេវតាតារាវាហាក់ដូចជាភ្នំធំមួយណាស់ប្រាសាទនេះធ្លាប់ជាទីកន្លែងបួងសួងដល់ព្រះសិវៈនិងទេវតាផ្សេងពេលថ្ងៃលិចប្រាសាទប្រែរូបកាន់តែស្រស់ស្អាតហើយមនុស្សបុរាណជឿថាជាពេលវេលាបរិសុទ្ធស្រីនាងថ្ងៃលិចនៅទីនេះស្អាតណាស់មនុស្សខ្លះជឿថាប្រាសាទប្រែរូបធ្លាប់ពាក់ព័ន្ធនឹងពិធីបូជាអ្នកស្លាប់ប៉ុន្តែវាជាការជំនឿមួយប៉ុណ្ណោះពេលវេលាបានកន្លងផុតទៅជាច្រើនសតវត្សប៉ុន្តែប្រាសាទនៅតែឈររឹងមាំពេលក្រោយមនុស្សចំនួនថ្មីបានរកឃើញនិងសិក្សាប្រាសាទនេះវិញបន្ទាប់ពីបានស្គាល់តម្លៃដ៏អស្ចារ្យរបស់ប្រាសាទប្រែរូបមនុស្សចំនួនថ្មីបានចាប់ផ្ដើមការងារអភិរក្សពួកគេធ្វើការយ៉ាងប្រុងប្រយ័ត្នដើម្បីជួសជុលឥដ្ឋនិងថ្មដែលខូចខាតតាមពេលវេលាការអភិរក្សនេះមិនមែនគ្រាន់តែការជួសជុលទេប៉ុន្តែជាការថែរក្សាប្រវត្តិសាស្ត្រសម្រាប់គង់ចៃនៅអនាគតតារានិងស្រីនាងស្ដាប់រឿងរ៉ាវដោយអារម្មណ៍ស្ងប់ស្ងាត់ពួកគេយល់ថាប្រវត្តិសាស្ត្រមិនមែនជារឿងឆ្ងាយទេប៉ុន្តែជាមេរៀនដែលអាចបង្រៀនអំពីការខិតខំនិងការគោរពអតីតកាលក្មេងៗចាប់ផ្ដើមមានអារម្មណ៍ថាពួកគេក៏ជាផ្នែកមួយនៃរឿងនេះផងដែរតារាយើងត្រូវថែរក្សាវាសពថ្ងៃនេះមនុស្សពីប្រទេសនិងទីកន្លែងផ្សេងៗបានមកទស្សនាប្រាសាទប្រែរូបពួកគេដើរទស្សនាថតរូបនិងស្ដាប់ការពន្យល់ដោយមានការគោរពចំពោះទីកន្លែងបុរាណនេះប្រាសាទបានក្លាយជាសាលារៀនបើកចំហសម្រាប់មនុស្សគ្រប់វ័យលោកតាវ៉ាន់ឈរមើលប្រាសាទដោយភ្នែកពោពេញដោយមោទនភាពសម្រាប់គាត់ប្រាសាទប្រែរូបមិនមែនជាអច័យនៃជនបុរាណប៉ុណ្ណោះទេប៉ុន្តែជាសញ្ញានៃប្រាជ្ញាសិល្បៈនិងអត្តសញ្ញាណខ្មែររឿងរ៉ាវទាំងនេះគួរត្រូវបានប្រាប់បន្តទៅជំនាន់ក្រោយលោកតាវ៉ាន់នេះជាមោទនភាពរបស់យើងបន្ទាប់ពីបានរៀនរឿងជាច្រើនតារានិងស្រីនាងចាប់ផ្ដើមប្រាប់រឿងប្រាសាទនេះទៅកាន់កុមារផ្សេងទៀតពួកគេប្រាប់ដោយសេចក្តីស្រឡាញ់និងការយល់ដឹងថ្មីដែលធ្វើឲ្យប្រវត្តិសាស្ត្រមើលទៅរស់រវើយស្រីនាងវាជាប្រវត្តិសាស្ត្ររបស់យើងការគោរពជួយឲ្យប្រាសាទនៅបានយូរការមិនបំផ្លាញការរក្សាអនាម័យនិងការស្ដាប់ច្បាប់គឺជាវិធីងាយៗដែលមនុស្សគ្រប់គ្នាអាចធ្វើបានដើម្បីការពារទីតកភណ្ឌនេះឲ្យនៅសល់សម្រាប់អនាគតនៅពេលថ្ងៃជិតលិចមេឃប្រែជាពណ៌ស្វាយនិងទឹកក្រូចប្រាសាទប្រែរូបមើលទៅស្ងប់ស្ងាត់ដូចជាកំពុងសម្រាកបន្ទាប់ពីបានឃើញពេលវេលាជាច្រើនសតវត្សកន្លងទៅតារាគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលគាត់បានរៀនគាត់យល់ថាប្រវត្តិសាស្ត្រមិនមែនជារឿងក្នុងសៀវភៅប៉ុណ្ណោះទេប៉ុន្តែជារឿងរស់ដែលនៅជុំវិញយើងនឹងត្រូវបានបន្តតាមរយៈការចងចាំតារាវានៅរស់ជាមួយយើងតារានិងស្រីនាងអង្គុយនិយាយគ្នាដោយសំឡេងទាបៗពួកគេចែករំលែកអ្វីដែលបានឃើញនិងបានរៀននៅថ្ងៃដ៏ពិសេសនេះដែលនឹងក្លាយជាអនុស្សាវរីយ៍មិនអាចភ្លេចបានស្រីនាងខ្ញុំនឹងមិនភ្លេចថ្ងៃនេះទេខណៈពេលឈរមើលប្រាសាទតារានិងស្រីនាងសន្យានៅក្នុងចិត្តថា
នឹងជួយថែរក្សានិងគោរពបេតកភណ្ឌនេះសេចក្តីសន្យាទុយទុយរបស់ពួកគេគឺជាជំហានដ៏សំខាន់សម្រាប់អនាគតតារាយើងសន្យាលោកតាវ៉ាន់មើលក្មេងៗដោយស្នាមញញឹមទន់ភ្លន់គាត់មានអារម្មណ៍សប្បាយចិត្តដែលបានឃើញក្មេងៗយល់ពីតម្លៃប្រវត្តិសាស្ត្រហើយឲ្យពីកពោជាលើកទឹកចិត្តឲ្យពួកគេបន្តការយល់ដឹងនេះលោកតាវ៉ាន់សូមឲ្យកូនចងចាំប្រវត្តិសាស្ត្រជានិច្ចរាត្រីធ្លៀងចុះយ៉ាងស្ងប់ស្ងាត់ផ្កាយចែងចាំងនៅលើមេឃខណៈដែលប្រាសាទប្រែរូបឈរយ៉ាងស្ងៀមស្ងាត់ដូចជានិយាមប្រវត្តិសាស្ត្រនៅពេលតារានិងស្រីនាងដែលចាក់ចេញពីប្រាសាទពួកគេដឹងថារឿងរ៉ាវរបស់ប្រែរូបនឹងនៅតែបន្តប្រាសាទនេះនឹងនៅជាសាក្សីនៃអតីតកាលបច្ចុប្បន្ននិងអនាគតជាមេរៀនដ៏មានតម្លៃសម្រាប់កូនចៅខ្មែរស្រីនាងប្រវត្តិសាស្ត្ររស់នៅជាមួយយើង